បាទសួស្តីបងប្អូនអរគ្នាបាទនេះគឺជាសកម្មភាពពេលព្រឹកដែលយើងធ្វើការប្រឡែងមន់ឲ្យវាដើរស៊ីបាទអូខេដោយសារនៅក្រោយតែខ្ញុំហ្នឹងគឺសបោដើមឈើសបោតំណាំដែលយើងធ្វើការដាំអញ្ចឹងណាបងប្អូនបាទអានេះគឺយើងប្រឡែងឲ្យវាដើរស៊ីអញ្ចឹងណាបាទគឺយើងចាំបែបធម្មជាតិហើយសម្រាប់ធុងខ្ញុំដែលខ្ញុំពាត់សណាញ់នេះគឺបាទក្បាល11ម៉ែត្រហើយនឹងជម្រៅឬមួយក៏បដោយ40ម៉ែត្របាទសម្រាប់ទំហំទ្រុងខ្ញុំពាត់ស្នាញ់ហើយសម្រាប់ទ្រុងសម្រាប់ឲ្យមាន់ដេកនេះគឺខ្ញុំធ្វើបដោយ4ម៉ែត្រនិងទទឹង2ម៉ែត្រកន្លះអញ្ចឹងមាន់របស់យើងគឺអត់ច្រើនទេបាទគឺមានតែប៉ុណ្្នឹងទេបាទមេ9ឈ្មោល2ដោយសារយើងទើបតែចាប់ផ្ដើមបាទនេះសុទ្ធតែជាប្រភេទមាន់ស្គួយបាទ